អត់ទាន់មានច្បាប់អនុញ្ញាតផងហ៊ានបើកអាជីវកម្មនិងបង្ហូរទឹកសំណល់បូមខ្សាច់ចូលប្រឡាយទៀតក្រោយរឿងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបូមបង្ហូរទឹកសំណល់ពីការលាងខ្សាច់ចូលប្រឡាយធ្វើឲ្យខូចទឹកឡក់ដូចខួរអណ្ដែងស្រាប់តែបែកធ្លាយថាទីតាំងលាងខ្សាច់របស់លោកច្រាយគង់ម៉េងនៅឃុំអន្លង់រមៀតមិនទាន់បានច្បាប់អនុញ្ញាតនៅឡើយទេប្រជាពលរដ្ឋនៅភូមិអន្លង់រមៀតខាងត្បូងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងបានលើកឡើងថាចាប់តាំងពីដេប៉ូខ្សាច់នេះបង្កើតមកបានបង្កផលប៉ះពាល់ដល់ប្រភពទឹកធម្មជាតិខ្លាំងណាស់ដោយសារគេបូមបង្ហូរទឹកភក់ដែលសល់ពីការលាងខ្សាច់ចូលប្រឡាយធ្វើឲ្យទឹកប្រឡាយឡក់ឡើងខាប់ប្រើមិនកើតឡើយកុំថាឡើយប្រើប្រាស់សម្រាប់បោកគក់លាងចានឆ្នាំងសូម្បីតែប្រើសម្រាប់ស្រោចដំណាំឬបូមដាក់ស្រែក៏មិនកើតដែរជាងនេះទៅទៀតមិនបានរៀបចំទំនប់ឲ្យបានត្រឹមត្រូវនោះទេធ្វើឲ្យទឹកហូរចេញពីគំនិតខ្សាច់មកផ្លូវរអិលពពេចពប៉ាច់ថែមទៀតមិនតែប៉ុណ្ណោះរថយន្តដឹកខ្សាច់ទាំងនោះឈប់នៅលើដងផ្លូវធ្វើឲ្យទឹកស្រក់ដក់ពពេចពប៉ាច់និងបើកលឿនរហូតដល់អាជ្ញាធរយកលូមកបាំងផ្លូវមិនឲ្យបើកបរឆ្លងកាត់ទៀតផងដោយសារបារម្ភខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រុមរថយន្តទាំងនោះចំពោះប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សហើយក៏ស្នើសុំឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញមេត្តាចុះមកពិនិត្យចាត់វិធានការឲ្យម្ចាស់ទីតាំងលាងខ្សាច់ខាងលើបញ្ឈប់ការបង្ហូរទឹកដែលសល់ពីការលាងខ្សាច់និងចាត់វិធានការឲ្យម្ចាស់ទីតាំងនេះគោរពច្បាប់ផងកុំធ្វើអ្វីស្រេចតែចិត្តគិតតែពីផលប្រយោជន៍ខ្លួនឯងមិនគិតដល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋនោះឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋលោកច្រាយគង់ម៉េងដែលជាម្ចាស់ទីតាំងអាជីវកម្មលាងខ្សាច់ខាងលើបានបដិសេធថាខ្លួនមិនបានបូមបង្ហូរទឹកលាងខ្សាច់ចូលទៅប្រឡាយនោះទេគឺខាងរណ្ដៅដីផ្សេងទេជាអ្នកបូមហើយក៏ទើបតែបើកដំណើរការប្រមាណជាង10ថ្ងៃប៉ុណ្ណោះចំណែកឯលោកឡាយគឹមលៀងមេឃុំអន្លង់រមៀតបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2025ថាលោកក៏បានដឹងដែររឿងការបូមបង្ហូរទឹកលាងខ្សាច់ចូលប្រឡាយសាធារណៈនោះប៉ុន្តែទីតាំងលាងខ្សាច់នោះទើបតែដំណើរការដែរទេហើយក៏ទើបតែរៀបចំស្នើសុំច្បាប់អនុញ្ញាតដែរលោកទទួលស្គាល់ថាទឹកដែលបូមទម្លាក់ចូលទៅក្នុងប្រឡាយសាធារណៈនោះពិតជាល្អក់មែនហើយក៏កំពុងតែធ្វើកិច្ចការងារនឹងជាមួយលោកអភិបាលស្រុកនិងមេឃុំបាគូដែរពាក់ព័ន្ធនឹងទឹកកខ្វក់ហូរចូលប្រឡាយនេះហើយឥឡូវលោកក៏បានចាត់វិធានការពង្រៀងលែងឲ្យហូរចូលប្រឡាយសាធារណៈទៀតហើយលោកប៉ុនប៊ុនធឿនប្រធានមន្ត្រីរ៉ែនិងធម្មពលខេត្តកណ្ដាលបានបញ្យល់ថាចំពោះអាជីវកម្មលាងខ្សាច់ម្ចាស់ត្រូវមានទីតាំងដីហើយសុំលិខិតអនុញ្ញាតពាណិជ្ជកម្មពីរដ្ឋបាលក្រុងស្រុកនិងត្រូវសុំអាជ្ញាប័ណ្ណទៅតាមទំហំដីបើក្រោម1ហិកតាសមពីរដ្ឋបាលខេត្តនិងលើសពី1ហិកតាត្រូវសុំអាជ្ញាប័ណ្ណពីក្រសួងរ៉ែនិងធម្មពលមួយវិញទៀតក៏អាចទៅទិញដីលីខ្សាច់ពីរណ្ដៅដីណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវហើយត្រូវសុំលិខិតអនុញ្ញាតដេប៉ូពីថ្នាក់ក្រុងស្រុកនោះទើបអាចធ្វើអាជីវកម្មបានបើមិនដូច្នោះទេមានន័យថាអាជីវកម្មលាងខ្សាច់នោះខុសច្បាប់កាលអពីផ្ទះល្វែងថេនងាត់ក្នុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹង free ជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61